សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការ unboxing នៅ mask ការពារឧស្ម័នឬក៏អង់គ្លេសគេហៅថា gas mask ដែលអ្នកនរគ្នាបានដឹងហើយថានៅក្នុងសមរភូមិមុខជាមួយនឹងប្រទេសជិតខាងរបស់យើងគឺពួកវាបានប្រើប្រាស់ឧស្ម័នផ្សែងពុលឬក៏ហៅថា toxic gas មកលើវរៈកងទ័ពរបស់យើងហើយវាពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនដល់ជីវិតកងទ័ពរបស់យើងហើយខ្ញុំឃើញថាបងប្អូនយើងមួយចំនួនគាត់បានបរិច្ចាគម៉ាស់ប៉ុន្តែវាមិនទាន់ត្រឹមត្រូវនៅឡើយទេខ្ញុំក៏បានធ្វើការស្រាវជ្រាវហើយនឹងកម្មង់នៅម៉ាស់ពីចិនមួយចំនួនដែលខ្ញុំសង្កេតឃើញថាវាមានគុណភាពល្អសមរម្យសម្រាប់ឲ្យយើងការពារខ្លួននៅក្នុងសមរភូមិដូច្នេះឥឡូវកុំឲ្យខាត់ពេលយូរយើងមកមើលទាំងអស់គ្នានេះគឺជាម៉ាស់ទី1ដែលម៉ាស់នេះមានឈ្មោះថា FMJ05 ហើយម៉ាស់នេះពេលដែលយើងកម្មង់មកវាមានប្រអប់ plastic ជ្រុងមួយប៉ុន្តែខ្ញុំអត់កម្មង់យកអាហ្នឹងខ្ញុំយកតែកាបូបស្ពាយរបស់វាហើយនៅក្នុងនេះវាមានម៉ាស់ហើយយើងមកបើកមើលអានេះគឺជា can filter របស់វាហ្នឹងហើយអានេះគឺជារូបភាពម៉ាស់របស់យើងហើយនេះគឺវាជាសភៅណែនាំរបស់វាដែលនិយាយទៅសុទ្ធតែជាភាសាចិនអញ្ចឹងខ្ញុំអត់ចេះមើលភាសាចិនទេដូចអ្នកនរគ្នាបានឃើញអញ្ចឹងវាជាភាសាចិនចាប់ផ្ដើមបកផ្នែកវាមកអូខេដូចអ្នកនរគ្នាបានឃើញហើយនេះគឺជាកំប៉ុង filter របស់វាដូចយើងបានឃើញអញ្ចឹងគេឥឡូវយើងបកមើលអូខេអូអានេះវានៅថ្មីនៅឡើយខ្ញុំទៅតែទិញថ្មីអូខេហើយយើងបើកមើលនេះអាចឆែកបាននៅក្នុងនេះគេដាក់2025 07 223 ក្រាមអូអានេះធ្វើ2025ចឹងវានៅថ្មីដែរហើយយើងបើកគម្របនេះចេញមួយទៀតតោះយើងភ្ជាប់កំប៉ុង filter ជាមួយនឹងម៉ាស់របស់យើងនៅគៀននេះយើងឃើញមានប្រហោងមួយសម្រាប់យើងដាក់ជាមួយនឹងកំប៉ុង filter ហ្នឹងអញ្ចឹងយើងដាក់មកអូខេហើយវាមានរូបរាងបែបនេះបាទលើកទី1ដូចគ្នាអ្នកនរគ្នាខ្ញុំមិនដែរពាក់ទេខ្ញុំអត់ដឹងថាខ្ញុំពាក់ត្រូវអត់ទេណាគាត់តែវាអត់ថាហប់ខ្លាំងមែនតើហើយវិធីខ្លះនៃការតេស្តនោះគឺយើងដាក់ដៃបិទកន្លែងនេះហើយយើងដកដង្ហើមចូលហើយពេលដែលយើងឃើញស្រោមមុខវាមើលចូលហ្នឹងមានន័យថាម៉ាស់របស់យើងធ្វើការហើយសម្រាប់ខ្ញុំម៉ាស់នេះមើលឃើញច្បាស់ប៉ុន្តែអ្នកនរគ្នាលឺខ្ញុំនិយាយអត់បើជាអ្នកនរគ្នាអត់ស្គាល់លឺខ្ញុំនិយាយចាំខ្ញុំដោះម៉ាស់ចេញហើយខ្ញុំនឹងរៀបរាប់ភាសាទៀតអូយជាប់សក់អូខេអញ្ចឹងសម្រាប់ខ្ញុំពេលដែលខ្ញុំពាក់ទៅខ្ញុំមើលឃើញច្បាស់ធម្មតាទេប៉ុន្តែចាំមើលថាខ្ញុំនឹងសាកយកលបងយកអីមកតេស្តជាមួយវាសិនព្រោះអីខ្ញុំអត់ដឹងថាយើងត្រូវតេស្តជាមួយគេខ្លះទេអញ្ចឹងសម្រាប់ខ្ញុំមានអារម្មណ៍ថាវា feel comfortable ប៉ុន្តែវារៀងមានអារម្មណ៍ថប់ដង្ហើមបន្តិចអញ្ចឹងឥឡូវយើងចូលម៉ាស់មួយទៀតម៉ាស់ទី2នេះមានឈ្មោះថា MF14 អានេះវាខុសប្លែកពីម៉ាស់នោះបន្តិចដោយថង់របស់វាមិនមែនជាពណ៌ប៉ារ៉ាទេតែជាពណ៌ទឹកក្រូចវិញអូ shit អូខេហើយនេះជារូបរាងម៉ាស់អញ្ចឹងអាម៉ាស់នេះខុសពីម៉ាស់មុនដោយសារតែវាមានកញ្ចក់ធំអាម៉ាស់នោះវាមានកញ្ចក់នៅផ្នែក2ហើយកន្លែងមូកំប៉ុង filter វាគឺនៅខាងមុខនេះអញ្ចឹងឥឡូវខ្ញុំបង្ហាញកំប៉ុង filter ម្ដង
នេះគឺជារូបកំប៉ុង filter អានេះគេខ្ចប់ plastic បាទអាមុនហ្នឹងគឺគេអត់មានខ្ចប់ plastic ចឹងទេហើយអានេះគឺ manual guide ដូចគ្នា manual guide អានេះអក្សរចិនដូចគ្នាខ្ញុំចេះអានទេអក្សរចិនអូខេម៉ាស់នេះវាមានរូបរាងកញ្ចក់បែបនេះfilter វាខ្ញុំមានអារម្មណ៍ដូចតែគ្នានៅក្នុងនេះគេដាក់ថា2025-09អានេះផលិតនៅខែ9ណាមុនហ្នឹងផលិតនៅខែ7អូខេឥឡូវយើងចាប់ផ្ដើមយកមកចាប់នៅខាងមុខនេះម៉ាស់នេះវាខុសពីអាម៉ាស់មិញគេចាប់នៅចំហៀងខាងឆ្វេងម៉ាស់នេះគឺយើងចាប់នៅខាងមុខត្រង់តែម្ដងអូខេឥឡូវខ្ញុំបានដាក់កំប៉ុង filter ជាប់ជាមួយនឹងម៉ាស់របស់យើងហើយរូបរាងវាគឺជាបែបនេះដូចអ្នកនរគ្នាបានឃើញគឺ filter វានៅខាងមុខហើយម៉ាស់នេះរៀងធំក្លិនកស៊ូខ្លាំងជាងម៉ាស់មិញទៀតលក្ខណៈថាយើងដូចក្លិនដូចសបកកង់ឡានអ្នកនរគ្នាឥឡូវយើងសាកពាក់ម៉ាស់ឲ្យអ្នកនរគ្នាមើលឥឡូវខ្ញុំធ្វើតែម៉ាស់នេះឲ្យអ្នកនរគ្នាមើលថាតើវាបិទចិត្តអត់ឥឡូវយើងអាចដាក់ដៃបិទពីលើពេលដែលយើងតេស្តមិញហ្នឹងមានន័យថាវាបិទចិត្តទៅហើយពេលដែលម៉ាស់បិទចូលមុខរបស់យើងម៉ាស់នេះវារៀងធំក្លិនកស៊ូបន្តិចអ្នកនរគ្នាចឹងសម្រាប់ខ្ញុំម៉ាស់នេះវាឃើញរៀងទលាយជាងម៉ាស់មុនហ្នឹងដោយសារកញ្ចក់វាធំជាងមុនប៉ុន្តែខ្ញុំមានអារម្មណ៍ថាវារៀងធ្ងន់អាកណ្ដាលនេះធ្លាក់មកក្រោមអោសម្រាប់ខ្សែរបស់ម៉ាស់នេះខ្ញុំមានអារម្មណ៍ថាវាពិបាកពាក់ជាងអាខ្សែម៉ាស់មិញណាដូចវាធ្វើមកអត់សូវត្រូវហ្មងអូខេអញ្ចឹងនេះជារូបរាងម៉ាស់ទាំងពីរដែលខ្ញុំបាន unboxing អញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើក្នុងវីដេអូក្រោយខ្ញុំនឹងយកម៉ាស់នេះទៅតេស្តថាតើវាមានប្រសិទ្ធភាពអត់អូខេបាយអ្នកនរគ្នាជួបគ្នានៅក្នុងវីដេអូបន្ទាប់មកទៀតបាយ